អូខេអញ្ចឹងសួស្តីអ្នកទាំងអស់គ្នាអញ្ចឹងថ្ងៃនេះខ្ញុំនឹងបង្ហាញអំពីការបង្កើត account bot trade ឬក៏ BO trade ក៏បានដែរអញ្ចឹងយើងនឹងចាប់ផ្ដើមទាំងអស់គ្នាអញ្ចឹងដើម្បីបង្កើត account BO trade ឬក៏ bot trade នឹងបានបងប្អូនទាំងអស់គ្នាត្រូវតែមាន link referral link ដែលអ្នកដែលណែនាំយើងគឺគេនឹង send link ហ្នឹងឲ្យយើងដែល link ហ្នឹងគឺបែបនេះបន្តមកទៀតពេលដែលយើងបាន link ហ្នឹងហើយគឺយើងនឹងចុចទៅកាន់ link ហ្នឹងវានឹងនាំយើងទៅលើ browser មួយទៀតដែលវាបែបនេះអញ្ចឹងយើងចាំ template នេះគឺជា link សម្រាប់ក្នុងការយើងចុះឈ្មោះ account bot trade អញ្ចឹងនៅខាងលើហ្នឹង email គឺយើងដាក់ email យើងដែលយើងបានបង្កើតហើយពីវីដេអូមុនអញ្ចឹងយើងដាក់ email ហ្នឹងមកយើងទៅសេយើងមកហើយខាងក្រោមគឺ password យើង password ហ្នឹងដាក់អ្វីក៏បានដែរឲ្យតែបងប្អូនចាំប៉ុន្តែត្រូវតែមានដូចថាជាសញ្ញាឬក៏លាយអក្សរឬក៏លេខអញ្ចឹងបានកាន់តែមានបានន័យថាកាន់តែសុវត្ថិភាពអញ្ចឹងបងកន្លែងហ្នឹងប៉ុន្តែត្រូវចាំខ្លួនឯងផងចូលចេញខ្ញុំធ្វើអញ្ចឹងគឺពេលដែលខ្ញុំ save password បង្កើត account ថ្មីគឺខ្ញុំនឹង print screen ទុកមួយសម្រាប់ពេលដែលខ្ញុំភ្លេចថ្ងៃក្រោយអូខេអញ្ចឹងពេលដែលយើងធ្វើហើយរួចរាល់អស់គឺយើងចុចពាក្យថា I'm not a robot អញ្ចឹងបានន័យថាខ្ញុំមិនមែនជាមនុស្សយន្តគេឲ្យយើងខាងលើនេះគេឲ្យយើងចុចរូបនៅខាងលើនេះគេទៅសេអក្សរថា crosswalk គំនូសសម្រាប់អ្នកថ្មើរជើងអញ្ចឹងបងមើលនៅរូបហ្នឹងគឺគំនូសណាដែលស្តៀងថ្មើរជើងដូចអញ្ចឹងបងចុចវាអស់អញ្ចឹងដូចខ្ញុំចុចអញ្ចឹងគឺខ្ញុំចុចអញ្ចឹងគឺវាឃើញរូបសញ្ញាគ្រីសអញ្ចឹងយើងចុចវាអស់ពេលដែលអស់ហើយគឺយើងចុចពាក្យថា verify អញ្ចឹងបន្តមកទៀតវាកន្លែងដែល I'm not robot ហ្នឹងมันលោកសញ្ញាគ្រីសឡើងអញ្ចឹងបានន័យថាយើងអាចចុច register បានអញ្ចឹងកន្លែងហ្នឹងយើងចុច OK got it នឹងមកឲ្យយើងទៅកាន់ email របស់យើងហ្នឹងដើម្បី active account របស់យើង active account bot trade ហ្នឹងត្រឡប់មកវិញទៅរក Gmail របស់យើងចូលទៅកាន់ Gmail របស់យើងបងប្អូននឹងឃើញមាន message មកពីក្រុមហ៊ុន Bot Trade ដែលគេទៅសេថា support ហ្នឹងបងចុចលើហ្នឹងទៅចុចលើហ្នឹងបន្តមកទៀតវានឹង load មកចេញបែបនេះហើយបងចុចអក្សរ QQ ហ្នឹងវានឹង load ចេញមកជា browser មួយទៀតហើយយើងយកមួយណាក៏បានយក Safari ក៏បានយក Google ក៏បានយក Chrome ក៏បានហើយយើងចុចទៅវានឹង load ចេញមក browser ថែមមួយទៀត load ចេញមកបែបនេះយើងចាំវាមក play ទៅវានឹង load ចេញមកបែបនេះអញ្ចឹងបានន័យថាវាចេញសញ្ញាគ្រីសនឹងមកវាដាក់ថាអញ្ចឹងការ active account របស់យើងនឹងគឺបានជោគជ័យហើយអញ្ចឹងបងចាំរយៈពេល5វិនាទីវានឹង load ចូលទៅកន្លែងដែលយើងត្រូវ log in account Bot Trade តែម្ដងអញ្ចឹងគឺបែបនេះអញ្ចឹងដល់កន្លែងនេះគឺបង log in account យើងមក email ហើយនិង password ទៅសេដាក់ចូលតាមនឹងទៅហើយបន្តមកទៀតចុចពាក្យ I am not robot ហើយយើងគឺធ្វើដូចគ្នាដែលយើងពេល register គឺវាទីរោដាក់រូបអីគឺយើងចុចរូបនឹងតាមវាទៅប៉ុន្តែដូចខ្ញុំនេះគឺពេលដែលខ្ញុំចុចគ្រីសគឺអត់មានទាអញ្ចឹងបើវាអត់មានទាគឺវាគ្រីសយកតែម្ដងអញ្ចឹងយើងចុច log in ហើយគឺហើយអញ្ចឹងនេះគឺជា profile page បានន័យថាគឺជាកន្លែងគ្រប់គ្រងទិន្នន័យរបស់យើង account Bot Trade របស់យើងហើយការបង្កើត account របស់យើងគឺបានជោគជ័យហើយ